តើម្សៅប៉ាប្រីកាដែលមនុស្សជាច្រើនចូលចិត្តធ្វើមកពីអ្វីប៉ាប្រីកាគឺជាគ្រឿងទេសមួយយ៉ាងដែលធ្វើមកពីម្ទេសគេអាចប្រើម្ទេសប្រភេទណាក៏បានឲ្យតែម្ទេសនោះមិនសូវហឹរខ្លាំងប្រភពដើមនឹងការជ្រើសរើសពូជប៉ាប្រីកាមានដើមកំណើតនៅក្នុងប្រទេសហុងគ្រីពួកគេបានយកពូជម្ទេសមកពីអាមេរិកខាងត្បូងមកដាំរួចសម្រាំងយកតែពូជណាដែលមានកម្រិតហឹរតិចបំផុតដើម្បីយកមកធ្វើជាគ្រឿងទេសវិធីធ្វើបែបបុរាណគេរើសយកតាមម្ទេសណាដែលទុំល្អបំផុតយកម្ទេសទៅហាលថ្ងៃនិងហាលខ្យល់រហូតដល់ច្រើនសប្តាហ៍ទាល់តែវាស្ងួតស្រួយដាច់ជាតិទឹកបន្ទាប់មកគេបេះទងម្ទេសចេញរួចយកទៅកិនឲ្យម៉ត់ការកិនមិនមែនធ្វើតែម្ដងនោះទេគឺត្រូវកិនច្រើនដងរហូតទាល់តែវាคล้ายទៅជាម្សៅម៉ត់ខៃរូបមន្តខុសគ្នាត្រង់គ្រាប់ជួយឲ្យម្សៅមានពណ៌ស្អាតនិងរសជាតិស្រទន់គេជឿថាប្រេងនៅក្នុងគ្រាប់ម្ទេសនឹងជួយឲ្យម្សៅកាន់តែមានក្លិនក្រអូបឈ្ងុយជាងមុនប៉ុន្តែវាត្រូវឆ្លងកាត់ដំណាក់កាលផលិតដែលពិបាកជាងលក្ខខណ្ឌដាច់ខាតនៃការធ្វើម្សៅប៉ាប្រីកាគឺត្រូវប្រើម្ទេសសុទ្ធ 100% ដោយមិនត្រូវលាយគ្រឿងផ្សំដទៃទៀតឡើយចំពោះរសជាតិវិញគឺអាស្រ័យទៅលើប្រភេទម្ទេសដែលយកមកប្រើ